ថ្ងៃនេះទំនេរបងប្អូនខ្ញុំមកបេះត្រកូលយកទៅឈប់ក្បាលត្រីប្រាពេលថ្ងៃត្រង់ធ្វើម្ហូបឲ្យពុកម៉ែនិងកូនបានហូបគាត់ទៅរៀនពេលម៉ោង 1 ហ្នឹងនឹងជិះកង់ទៅខ្លួនឯងតពីបេះតកូលនឹងហើយរៀបចំស្រុកដាំបាយដើម្បីឲ្យឆ្អិនដើម្បីបញ្ចុកបាយកូនបានស្អាតគឺនឹងទៅបឹងទៅរកត្រីរកអីទុកខនម្ហូបពេលស្អែកខាន់ស្អែកតទៅមុខទៀតព្រោះតែគ្មានពេលទំនេរទើបឆ្លៀតរកទុកឲ្យហើយកុំឲ្យពិបាកអ្នកផ្ទះគាត់រកម្ហូបពេលទៅរកម្ហូបនំដងពិបាកមិនដឹងថាទៅរកម្ហូបនៅណាតែចឹងយើងច្បាស់ហាប់ទៅរកឲ្យបានមុនព្រោះឥឡូវវាទឹកស្រកច្រើនមិនដឹងថាទៅរកត្រីនៅណាតើតែយើងជិះម៉ូតូជិះអីទៅដើររកកន្លែងទឹកម្ដុំណាមានម្ដុំណាអត់ស្នុកបានយើងដឹងកន្លែងមានត្រីហើយនឹងកន្លែងអត់ត្រីប៉ុន្តែអីស្រុកស្រែយើងទៅរកតាណាក៏វាមានដែរប៉ុន្តែវាមិនដឹងមានតិចឬមានច្រើនតែប៉ុណ្ណឹងគ្រាន់តែបានម្ហូបតទៅមុខតិចទៅវាគ្រាន់បើជាគេទិញគេណាទិញគេម្ដងអស់ច្រើនមកពេល2-3ម៉ឺនហើយហូបអត់បានឆ្អែតទៀតបាទដល់អញ្ចឹងត្រូវទៅរកខ្លួនឯងកុំឲ្យទិញគេច្រើនពេកយើងរកទុកខ្លួនយើងខ្លះទៅយើងខ្វះខាតទិញគេខ្លះទៅវាធូរសម្រាលមកពេលណាវាគ្រាន់បើជាងទិញគេទាំងអស់ហ្មងមីតូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនសូមជូនពរពុកម៉ែបងប្អូនមានសុខភាពល្អទូទានរកស៊ីមានបានគ្រប់គ្នាទាំងអស់សូមអរគុណ